សុស្ដីលោកចន្ទរានិងកញ្ញាទេវីថ្ងៃនេះខ្ញុំនឹងបញ្យល់អ្នកទាំងពីរអំពីការរៀបចំកិច្ចសន្យាការងារឲ្យបានត្រឹមត្រូវតាមច្បាប់ស្រុកខ្មែរកិច្ចសន្យាការងារគឺជាឯកសារច្បាប់ដ៏សំខាន់បំផុតដើម្បីការពារសិទ្ធិទាំងនិយោជកនិងនិយោជិតហើយកិច្ចសន្យាការងារត្រូវមានខ្លឹមសារសំខាន់អ្វីខ្លះលោកមេធាវីជាដំបូងត្រូវមានអត្តសញ្ញាណភាគីទាំងពីរមុខងារការងារទីកន្លែងធ្វើការនិងប្រាក់បៀវត្សនៅកម្ពុជាយើងមានកិច្ចសន្យាពីរប្រភេទធំកិច្ចសន្យាមានថេរវេលាកំណត់និងមិនកំណត់ណាកិច្ចសន្យាមានថេរវេលាកំណត់គឺជាកិច្ចសន្យាដែលមានកាលបរិច្ឆេទបញ្ចប់ច្បាស់លាស់និងមិនអាចលើសពី2ឆ្នាំសម្រាប់ការចុះហត្ថលេខានៅលើកដំបូងចំណែកឯកិច្ចសន្យាគ្មានថេរវេលាកំណត់គឺជាកិច្ចសន្យាដែលគ្មានការកំណត់ថ្ងៃបញ្ចប់វានោះទេដែលវាផ្ដល់ស្ថិរភាពការងារយូរអង្វែងដល់បុគ្គលិកតើចុះបើខ្ញុំចង់សាកល្បងការងារសិនសាច្បាប់អនុញ្ញាតឲ្យមានរយៈពេលសាកល្បងដែរឬទេបាទច្បាប់បានចែងច្បាស់អំពីរយៈពេលសាកល្បងជាការពិតណាស់យើងមានលិខិតផ្លូវការសម្រាប់បញ្ហានេះពួកបុគ្គលិកជំនាញរយៈពេលសាកល្បងអាចរហូតដល់3ខែប៉ុន្តែត្រូវចែងក្នុងកិច្ចសន្យាឲ្យច្បាស់កុំភ្លេចចែងអំពីប្រាក់បៀវត្សមូលដ្ឋាននិងការទូទាត់ប្រាក់បំណាច់ផ្សេងដែលច្បាប់តម្រូវម៉ោងធ្វើការធម្មតាគឺ8ម៉ោងក្នុងមួយថ្ងៃឬ48ម៉ោងក្នុងមួយសប្តាហ៍ការធ្វើការលើសពីនេះត្រូវគិតជាម៉ោងបន្ថែមនិយោជិតមានសិទ្ធិឈប់សម្រាកប្រចាំឆ្នាំយ៉ាងតិច18ថ្ងៃក្នុងមួយឆ្នាំសម្រាប់អ្នកធ្វើការពេញម៉ោងថ្ងៃបុណ្យជាតិត្រូវឈប់សម្រាកតាមការកំណត់របស់រាជរដ្ឋាភិបាលដោយនៅរក្សាប្រាក់ឈ្នួលដដែលនិយោជកមានកាតព្វកិច្ចផ្ដល់បរិយាកាសការងារប្រកបដោយសុវត្ថិភាពនិងអនាម័យដល់បុគ្គលិកចំណែកនិយោជិតត្រូវបំពេញការងារឲ្យអស់ពីសមត្ថភាពនិងគោរពតាមបទបញ្ជាផ្ទៃក្នុងក្រុមហ៊ុនការបញ្ចប់កិច្ចសន្យាត្រូវធ្វើតាមនីតិវិធីច្បាប់និងត្រូវមានការជូនដំណឹងជាមុនតាមរយៈពេលដែលបានកំណត់កិច្ចសន្យាការងារនៅកម្ពុជាត្រូវតែធ្វើឡើងជាភាសាខ្មែរដើម្បីឲ្យងាយស្រួលយល់និងអនុវត្តអរគុណលោកមេធាវីឥឡូវខ្ញុំយល់ច្បាស់ហើយមុននឹងយើងចុះហត្ថលេខាត្រូវចាំថាកិច្ចសន្យាត្រូវធ្វើជាពីរច្បាប់ដើមមួយសម្រាប់និយោជកនិងមួយទៀតសម្រាប់និយោជិតនាងខ្ញុំសប្បាយចិត្តណាស់ដែលបានដឹងពីសិទ្ធិរបស់ខ្លួនឯងច្បាស់បែបនេះ